តែអញ្ចឹងយើងមកប្រកបទាំងអស់គ្នាយើងមកហ៊ានប្រកបចឹងជាអ្នក for បូកជាមួយនឹងស្រៈ a សលេងទី1យើងអានថា fa ចឹងជាអ្នក sh បូកជាមួយនឹងស្រៈ ao សលេងទី1យើងអានថា shao តែចេះហៅស្ដីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានពាក្យដែលតាក់ទងជាមួយនឹងជំងឺមួយចំនួនចង់មកចែករំលែកទៅកាន់ទាំងអស់គ្នាអញ្ចឹងយើងចូលទៅកាន់ពាក្យថ្មីយើងទាំងអស់គ្នា生词ពាក្យថ្មីអូខេតោះអញ្ចឹងយើងមកពាក្យទី1ទាំងអស់គ្នាពាក្យទី1យើងអានថា fa shao មានន័យថាក្តៅខ្លួនតែអញ្ចឹងយើងមកប្រកបទាំងអស់គ្នាយើងមកហ៊ានប្រកបចឹងជាអ្នក for បូកជាមួយនឹងស្រៈ a សលេងទី1យើងអានថា fa ចឹងជាអ្នក sh បូកជាមួយនឹងស្រៈ ao សលេងទី1យើងអានថា shao fa shao ក្តៅខ្លួនអូខេអញ្ចឹងយើងចូលមកពាក្យទី2ពាក្យទី2យើងអានថា头疼មានន័យថាឈឺក្បាលអញ្ចឹងយើងមកប្រកបទាំងអស់គ្នាចឹងជាអ្នក thơ បូកជាមួយនឹងស្រៈ o សលេងទី2យើងអានថាថោចឹងជាអ្នក thơ ដូចគ្នាបូកជាមួយនឹងស្រៈ ầng សលេងទី2យើងអានថាថងអញ្ចឹងពាក្យទី2ហ្នឹងគឺយើងអានថាថោថងយើងប្រែថាឈឺក្បាលអូខេអញ្ចឹងយើងចូលមកកាន់ពាក្យទី3យើងទាំងអស់គ្នាពាក្យទី3យើងអានថាកានមកយើងប្រែថាផ្ដាសាយអញ្ចឹងយើងមកប្រកបទាំងអស់គ្នាចឹងជាអ្នកកបូកជាមួយនឹងស្រៈអានសលេងទី3យើងអានថាកានចឹងជាអ្នកមើបូកជាមួយនឹងស្រៈ ao សលេងទី4យើងអានថាមកកានមកយើងប្រែថាផ្ដាសាយអូខេអញ្ចឹងយើងតមកពាក្យទី4របស់យើងម្ដងពាក្យទី4យើងអានថាខសោយើងប្រែថាក្អកខសោក្អកអញ្ចឹងយើងមកប្រកបទាំងអស់គ្នាចឹងជាអ្នកខបូកជាមួយនឹងស្រៈសលេងទី3យើងអានថាខចឹងអ្នកស៊ឺបូកជាមួយនឹងស្រៈ o យើងអានថាសូខសូយើងប្រែថាក្អកអញ្ចឹងយើងតមកពាក្យទី5របស់យើងម្ដងវៃថងយើងប្រែថាឈឺក្រពះអញ្ចឹងយើងមកប្រកបទាំងអស់គ្នាអ៊ូអីវៃថអងថងវៃថងយើងប្រែថាឈឺក្រពះអញ្ចឹងយើងបន្តមកពាក្យទី6របស់យើងម្ដងពាក្យទី6យើងអានថាអូធូយើងប្រែថាក្អួតអូថអ៊ូធូអូធូយើងប្រែថាក្អួតអូខេអញ្ចឹងយើងតពាក្យទី7លាវពីធីហៀសម្បោយើងប្រែថាហៀសម្បោតើយើងមកប្រកបទាំងអស់គ្នាលបូកជាមួយនឹងស្រៈអ៊ីវសលេងទី2យើងអានថាលាវប៉បូកជាមួយនឹងស្រៈអ៊ីសលេងទី2យើងអានថាពីថបូកជាមួយនឹងស្រៈអ៊ីសលេងទី4យើងអានថាធីលាវពីធីអញ្ចឹងលាវពីធីយើងប្រែថាហៀសម្បោអញ្ចឹងយើងតពាក្យទី8ទូចថងយើងប្រែថាចុកពោះអញ្ចឹងយើងមើលទាំងអស់គ្នាភ្ជាប់ជាអ្នកតបូកជាមួយនឹងស្រៈអ៊ូសលេងទី4យើងអានថាទូចថបូកជាមួយនឹងស្រៈអងសលេងទី4ដូចគ្នាយើងអានថាថងទូចថងយើងប្រែថាចុកពោះអូខេអញ្ចឹងយើងតពាក្យទី9របស់យើងពូស៊ូហ្វូអញ្ចឹងភ្ជាប់ជាអ្នកប៉បូកជាមួយនឹងស្រៈអ៊ូសលេងទី4យើងអានថាពូភ្ជាប់ជាអ្នកឈឺដាកង់យើងបូកជាមួយនឹងស្រៈអ៊ូសលេងទី1យើងអានថាស៊ូfor បូកជាមួយនឹងស្រៈអ៊ូហ្វូពុស៊ូហ្វូយើងប្រែថាមិនស្រួលខ្លួនអូខេអញ្ចឹងយើងតមកពាក្យទី10របស់យើងម្ដងពាក្យទី10យើងអានថាតាផិនធីហ្នឹងយើងប្រែថាកណ្ដាស់អូខេអញ្ចឹងយើងមកប្រកបទាំងអស់គ្នាពាក្យចុងក្រោយរបស់យើងតបូកជាមួយនឹងស្រៈ a សលេងទី3យើងអានថាតាថបូកជាមួយនឹងស្រៈ n សលេងទី1យើងអានថាផិនថបូកជាមួយនឹងស្រៈ e សលេងទី4យើងអានថាធីតាផិនធីយើងប្រែថាកណ្ដាស់អញ្ចឹងថ្ងៃហ្នឹងគឺយើងមានពាក្យដែលតាក់ទងជាមួយជំងឺរបស់យើងគឺមាន10សម្រាប់យកមកចែករំលែកទៅកាន់ទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណ